បាទសួស្តីជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកចែកជូនមេនូប្រចាំថ្ងៃជូនពុកម៉ែបងប្អូនថ្ងៃនេះឆាត្រសក់ជុំសាច់ជ្រូកបងប្អូនសាច់សុទ្ធណាបងប្អូនយើងបានហាន់សាច់ជ្រូកយើងទិញមកតាំងពីសល់មិញថែទូyenទៅយើងអាចលេខម្ដងមួយជំរាកមួយពេលធ្វើតែមួយពេលមកពេលទៅក្តៅហុយឆ្ងាញ់បងប្អូនណាធ្វើច្រើនពេកវាមិនឆ្ងាញ់ទេប្រហែលមួយចានមួយពេលបងប្អូននេះឯងនាទីធ្វើម្ហូបប្រចាំថ្ងៃរបស់ខ្ញុំបាទណាបានហាន់សាច់ជ្រូកបងប្អូនណាសាច់ជ្រូកយើងក៏សាច់ជ្រូកសុទ្ធឆាដើម្បីឆាជុំត្រសក់ស្រូវណាបងប្អូនមកពីផ្សារត្រសក់មួយផ្លែបានណាបងប្អូនមួយពេលចំនួនមួយចានសាច់ជ្រូកប្រហែលមួយចានសក់យើងបងប្អូនទៅរកបេតរោឲ្យចិត្តសិននេះចិត្តបានហើយចិត្តសម្បកបានហើយមិនយូរទេរឿងចិត្តនោះពប៉បានហូបចិត្តត្រសក់ចាប់ផ្ដើមចិត្តត្រសក់ហើយបងប្អូនត្រសក់យើងបកសម្បករួចយើងហាន់កង់ទៅយើងបានចិត្តជាប្រទេសទូចដើម្បីបានទៅឆាត្រសក់ជុំសាច់ជ្រូកត្រសក់ចំនួន1បានហើយឆាមួយចាននេះបងប្អូនបើកាលណាយើងធ្វើច្រើនទៅប្រហែលវាស្មានវាមិនត្រូវបងប្អូនវាទៅជាសាបទៅជាប្រៃយើងធ្វើមួយចានមួយរមងវាឆ្ងាញ់ចាប់ផ្ដើមប្រតិបត្តិការធ្វើម្ហូបចុងភៅពិសេសថ្ងៃនេះដាក់ហើយបងប្អូនអើយចាប់ផ្ដើមបកគោចាប់ផ្ដើមហាន់ចាប់ផ្ដើមធ្វើដើម្បីបានភាពឆ្ងាញ់ណាបងប្អូនណាយើងត្រូវសម្រិតសម្រាំងវាគ្រឿងក៏យើងប៉ាន់នឹងគ្រឿងប៉ាន់ណាបងប្អូនណាបាក់បុកទេបុកយូរណាបងប្អូនរឹមដល់ល្អិតក៏លំបាកយើងដាក់ដុតទឹកភ្លើងទៅក៏មកទ្រុលក៏ឆ្អិនហើយបងប្អូនផ្សំគ្រឿងទៅមានអីน้ำมันហយទឹកត្រីសៅស៊ុបប៉ុណ្ណោះឯងគ្រឿងឆាយើងក៏ដាក់ប្រេងក្រុមបន្តិចទៅដើម្បីបានភាពឆ្ងាញ់បងប្អូនក៏យើងបានផ្សំគ្រឿងផ្សំរួចហើយក៏យើងភ្លក់ទៅឆ្ងាញ់នេះរួចរាល់ហើយបងប្អូនណាដែលទៅយូរម្សៅស៊ុបទឹកត្រីប៊ីចេងមិនយូរទេចុងភៅខ្ញុំបាទដាក់ໄວលះដកលះភ្លេត3នាទី